បាទសួស្តីបងប្អូនទាំងគ្នាចឹងថ្ងៃនេះខ្ញុំមានកលឹះមួយតទៅជាមួយនឹងការ restart ទូរស័ព្ទដៃ iPhone បាទពី iPhone 11រហូតដល់16នេះអញ្ចឹងរបៀបធ្វើវាអត់មានអីពិបាកទេបងប្អូនណាគ្រាន់តែទូរស័ព្ទដៃ iPhone វាអត់ដូចជាមួយនឹងទូរស័ព្ទ Android បាទទូរស័ព្ទ Android គ្រាន់តែយើងចុចនៅលើប៊ូតុង power key គឺយើងមានឃើញពាក្យបាទ restart ឬក៏បិទទូរស័ព្ទទាំងស្រុងណាតែនៅលើទូរស័ព្ទ iPhone របស់យើងនេះគឺអត់មានទេបាទអញ្ចឹងដើម្បីទៅបើកមុខងារ restart បានទីមួយយើងចូលទៅកាន់ setting បាទយើងចូលទៅកាន់ setting មកបន្ទាប់មកទៀតយើងយកពាក្យថា accessibility នេះបាទបន្ទាប់មកទៀតយើងចូលទៅកាន់ពាក្យថា touch នេះបន្ទាប់មកយើងត្រូវបើកមុខងារមួយបាទនៅលើទូរស័ព្ទដៃ iPhone របស់យើងហ្នឹងគឺវាមានពាក្យថា accessible នេះ accessible touch ណាអញ្ចឹងយើងត្រូវបើកវាមួយបាទដើម្បីឲ្យវា load បង្ហាញ touch screen មកលើក្រោមទូរស័ព្ទដៃរបស់យើងបាទនៅពេលដែលយើងចុចallow វិញទៅគឺវាមានប៊ូតុង touch screen មកនៅលើទូរស័ព្ទដៃរបស់យើងអញ្ចឹងបងប្អូនចង់ restart វាបងគ្រាន់តែចុចទៅលើ touch បាទចុច on device បាទអញ្ចឹងយើងមើលកន្លែងពាក្យថា more នេះគឺមានសញ្ញាចុច3ហ្នឹងបងប្អូនចុចនៅលើនឹងទៀតមកយើងនឹងឃើញមានពាក្យ restart បាទអញ្ចឹងបងប្អូនគ្រាន់តែចុចនៅលើពាក្យ restart ហ្នឹងទៅគឺវា restart auto បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទជួបគ្នាវីដេអូក្រោយ